ស្រុកភ្នំពីការៈពពោះសូមថ្វាយបង្គំព្រះសហការីព្រះប្រគួនព្រះព្រះសង្ឃចែកការប្រវត្តិដែលបាននិមន្តមកគួលនៅគេឋានវិញខ្នងនេះដោយសេចក្តីគោរពជ្រះថ្លាសូមលោកគិរិយកិច្ចចំពោះលោកលួនសំអល់អភិបាលរងនៃគណៈអភិបាលស្រុកភ្នំលោកឡាយសុភ័ណ្ឌប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមលោកស្រីនៃការញាថាភូមិពុកម៉ែមាមីងបងប្អូនជាពលរដ្ឋទាំងអស់ដែលបានជួយចូលរួមនៅក្នុងព្រឹកនៃថ្ងៃទី27ខែមីនានេះដោយសេចក្តីគោរពរាប់អានបាទដោយបញ្ជីនាមសប្បុរសជនជួយឧបត្ថម្ភកសាងផ្ទះអ្នកលេងជុតសរតភូមិទីតង្ហើយចឹងថ្ងៃទី8ខែ11 2025លោកស្រីថនចរិយានៅស្វាមី50,000រៀលលោកស្រីឈនសានៅស្វាមី50,000រៀលលោកស្រីលក្ខណានិងស្រីតូច50,000រៀលអូនប្រុសសុខាសុខណា50,000រៀលថ្ងៃទី10ខែ11 2025ឈិនយ៉ាន20,000រៀលបងប្អូនបងកសោត50,000រៀលថ្ងៃទី19ខែ11 2025លោកជួងសរោតហើយជំនីកូនរំយារានិកាត10,000រៀលថ្ងៃទី25ខែ11 2025លោកដើមបាន10,000រៀលលោកដើមសាក់30,000រៀលថ្ងៃទី10ខែ12 2025បាសិកាឈុតសារាស្វាមីព្រមទាំងបុត្របានចូលរួមចែកមួយវគ្គនេះគឺ50,000រៀលថ្ងៃទី12ខែ12 2025លោកគៀនដែន50,000រៀលលោកគៀនដន50,000រៀលថ្ងៃទី14ខែ1ឆ្នាំ2026លោកស្រីជួងសារាយនិងស្វាមី50,000រៀលអញ្ចឹងសរុបថវិកាទាំងអស់បាន3,40,000រៀល3,40,000រៀលហើយថវិកានេះបានត្រឹមតែចំណាយឲ្យជាងដែលជាបន្តបន្ទាប់សម្ភារៈបានឲ្យជាងគឺថ្លៃឈ្នួលផ្ទះនេះ2,38,000រៀលហើយចំណាយទៅលើការងារនៅក្នុងការទិញនេះមានបន្តបន្ទាប់តកតងទៅលើខាងផ្នែកធុងទឹកដីវិញដែកសម្ភារៈជ្រីទយោទឹកនិងការ៉ូនិងការទិញកំពូលតូចធំមួយវគ្គទី1នេះគឺ85,500រៀលហើយថ្ងៃទី20ខែ3 2026នេះអស់25,600រៀលទៀតអញ្ចឹងគឺថវិកាចំណាយច្រើនហើយនៅក្នុងការជពាក់នៅសម្ភារៈសំណង់នៅក្នុងព្រះអង្គនេះគឺកាន់តលទៅណាគឺនៅសល់ជពាក់គេទាំងអស់នោះ4លាន68,700,000អញ្ចឹងថវិកាដែលចំណាយទៅលើគេឋានថ្មីនេះដែលថ្ងៃមុនសរុបដាក់នៅក្នុងរបាយការណ៍របស់ព្រះលោកគួនឲ្យសាលាស្រុកនោះគឺ8,45,500,000រៀលអញ្ចឹងគឺរបាយការណ៍នោះអាសានៅដដែលតែសម្ភារៈដែលត្រូវចេញចូលនោះលើសនឹងថែមទៀតតែរបាយការណ៍នោះគឺបានដាក់ចំហើយមិនអាចកែតួលេខតាមទេអញ្ចឹងសូមអរគុណច្រើនចំពោះពុទ្ធបរិស័ទអ្នកនាំនៃការប្រសង់ដែលមានស្លាលោកគួនស្រុកភ្នំដែលព្រះអង្គបានចំណាយពេលដ៏មានតម្លៃនិងមមាញឹកក្នុងកម្មវិធីប្រគល់ផ្ទះ3មួយខ្នងដល់ស្រីឈុតសរតភូមិទីការនេះក៏សូមជូនពរជ័យសុខស្ដីជាការគោលពលសុខមហាសាគេពរជ័យព្រះអង្គគួនត្រឹមត្រូវសង្ឃអ្នកដឹកនាំសាលារដ្ឋបាលស្រុកភ្នំและព្រមទាំងស្ត្រីវិការលោកស្រីពុទ្ធបរិស័ទជាឆ្ងាយទាំងអស់តាមវត្តដែលបានជួយមកនេះសូមជួបប្រទេសពុទ្ធបរិព្រះមូលកាអាយុវណ្ណៈសុខៈពលៈដើម្បីព្រៀងផ្លាយជាប្រការៈដល់តែឡើយនេះសូមអនុមោទនាសូមអរគុណច្រើនសាធុ